ទំព័រ230ហើយលោកប៊ិនកាណាន់នឹងយោងទៅសេចក្តីសារភាពរបស់លោកវ៉ុនវេតកាលពីឆ្នាំ1978ប៉ុន្តែក៏លោកប៊ិនកាណាន់មានសរសេរច្បាស់ដែរថាការព្រួយបារម្ភរបស់លោកវ៉ុនវេតនិងលោកសុភឹមនេះតែមករយៈពេលខ្លីទេហើយក៏រសាត់ទៅវិញឆាប់រហ័សនេះគឺលោកសរសេរនៅក្នុងសៀវភៅរបស់លោកក្រុមចំណងជើងថាតើប៉ុលពតឡើងមកកាន់អំណាចតាមវិធីណាទំព័រ230មូលហេតុអីដែលនាំឲ្យការទំនាស់នេះការញញើនេះវារសាត់ទៅវិញគឺមកពីការរាតត្បាតរបស់រដ្ឋាភិបាលប្រឆាំងនឹងពួកឆ្វេងបានចាប់ផ្ដើមកើនតាំងពីឆ្នាំ1964នេះលោកប៊ិនកាណាន់សរសេរបានឡើងដល់កម្រិតដែលខ្ញុំនិយាយតាមពាក្យលោកប៊ិនកាណាន់ណាជាទួទៅផ្នែកយោធានិងផ្នែកសន្តិសុខរបស់សម្ដេចនរោត្តមសីហនុវង្សយ៉គេសម្រាប់ធ្វើអ្វីបានដោយឯករាជ្យហើយពេលខ្លះដោយមានការយល់ស្របដោយស្ងាត់ពីសម្ដេចផងនេះលោកប៊ិនកាណាន់លោកសរសេរគឺចាប់ពីពេលនោះមកហើយដែលតាមគ្រប់ប្រភពទាំងអស់ការរាតត្បាតដោយទំហំធំបានคล้ายទៅជាការធម្មតាទៅហើយពាក្យនេះសិតតែពាក្យរបស់លោកប៊ិនកាណាន់ដូច្នេះថាម៉េចឃើញយ៉ាងម៉េចឃើញថាការប៉ាន់ប្រមាណរបស់អង្គប្រជុំនៃគណៈមជ្ឈិមបើទិវានៅក្នុងព្រៃនៅកន្លែងនៅជាប់នឹងដីខ្មែរដែរបើថាជាប់នឹងកន្លែងមូលដ្ឋានរបស់វៀតកុងវាត្រូវនៅក្នុងព្រៃទេប៉ុន្តែមើលឃើញត្រូវគឺថាចាប់ពីឆ្នាំ64មកវាមានការរាតត្បាតខ្លាំងប៉ុន្តែមើលឃើញត្រូវពេលនោះដោយសារអីដោយសារចំនួនមនុស្សដែលវារត់ទៅចូលព្រៃនោះចូលទៅកន្លែងដែលគាត់នៅនោះវាកាន់តែកើនដែរវាកើនពី3នាក់ដំបូងឡើងដល់7ទៅ10នាក់ប៉ុណ្ណឹងប៉ុន្តែកើនអញ្ចឹងនាំឲ្យវិភាគវាមិនបានកើនមកពីការរៀនបានវាកើនហើយវិភាគតាមហ្នឹងទៅវាត្រូវតាមលោកប៊ិនកាណាន់ដែលលោកឃើញលោកស្រាវជ្រាវហ្នឹងដូច្នេះនៅរវាងចុងឆ្នាំ1966អ្វីទាំងអស់ដែលគណៈមជ្ឈិមបានប៉ាន់ប្រមាណកាលពីឆ្នាំ1964វាបានបញ្ជាក់ព្រឹត្តិការណ៍វាបញ្ជាក់កាន់តែច្បាស់ឡើង
អ្វីដែលបញ្ជាក់ច្បាស់ថែមទៀតគឺសភារដ្ឋសភាដែលចេញមកពីការបោះឆ្នោតនៅខែកញ្ញាឆ្នាំ1966សភានេះមតិយល់ស្របគ្នាជាទូទៅថាជាសភាស្ដាំមានខ្ញុំមានលោកហ៊ូយុនមានលោកហ៊ូនីន3នាក់មែនប៉ុន្តែ3នាក់ម៉ងឯសមាជិកផ្សេងទៀតសិតតែពួកឯកឧត្តមលន់នល់ទាំងអស់កន្លែងហ្នឹងហើយដែលធ្វើឲ្យសម្ដេចលោកចាប់ផ្ដើមព្រួយប្រទេសហើយដោយសារតែលោកមិនពេញចិត្តនឹងសភានឹងហើយដែលលោកមិនចង្អុលនាយករដ្ឋមន្ត្រីដោយដែលលោកធ្លាប់ធ្វើជាហោហាមកលោកថាឥឡូវសូមអស់លោកសភាអញ្ជើញសម្រាប់ជ្រើសរើសចាត់តាំងរដ្ឋាភិបាលខ្លួនឯងហើយមួយអាទិត្យក្រោយមកសភាក៏ចាត់តាំងលោកលន់នល់និងរដ្ឋាភិបាលស្ដាំមួយដែលរដ្ឋជាលើកដំបូងហើយជារដ្ឋាភិបាលដែលមិនចេញមកពីការចាត់តាំងរបស់សម្ដេចនរោត្តមសីហនុអានេះក៏នាំឲ្យសម្ដេចលោកព្រួយបារម្ភហើយខំទុកខំកម្រិតអំណាចនៃសភានិងរដ្ឋាភិបាលនេះប៉ុន្តែទុកយ៉ាងម៉េចក៏ទុកមិនឈ្នះនាំឲ្យលោកទៅជាអស់សង្ឃឹមបែរទៅលេងកុនវិញតើតួជាអ្នកថតកុនអ្នកដឹកនាំរឿងគ្រប់សពបែបយ៉ាងទាំងអស់ដោយលោកមានញឹកលោកដោយមានលោកញឹកជួលំចូលរួមផងដើរតួជានាម៉ឺនមួយដែលចូលចិត្តសប្បាយរំរែកស្រីញីស្អីហើយថតធ្វើជាខ្សែកុនប៉ុន្តែខ្សែកុនរបស់លោកក៏ដូចជានយោបាយរបស់លោកចាប់ពីពេលនោះមកមិនសូវមានជោគជ័យប្រមាណនេះហើយដែលក្នុងការព្រួយប្រទេសយ៉ាងនេះដែលលោកត្រូវយាងចេញទៅក្រៅទៅគេហៅថាទៅធ្វើម៉េចក៏ដោះស្រាយឲ្យមានរបបរស់នៅរបបភូមិអីហ្នឹងដើម្បីឲ្យស្រកខ្លាំងនៅសមុទ្រខាងត្បូងស្រុកបារាំងក៏ប៉ុន្តែមុននឹងចេញទៅលោកត្រូវប្រថាប់ត្រាឲ្យការស្នើមួយរបស់លោកឧត្តមសេនីយ៍លន់នល់គឺថាអនុញ្ញាតឲ្យរដ្ឋាភិបាលដើរប្រមូលស្រូវតាមតម្លៃមួយដែលរដ្ឋាភិបាលកំណត់
ពីព្រោះអីពីព្រោះការពិតវាមានការរត់កនការរត់ពន្ធកយស្រូវអង្គនេះធ្វើឲ្យបាត់បង់ថវិកាកាលពីឆ្នាំមុននោះអស់1/3ដូច្នេះនាំឲ្យថវិការដ្ឋវាកុហកប៉ុន្តែសូមជម្រាបថាអ្នកណាជាអ្នករត់ពន្ធគឺលោកលន់នល់ជាអ្នករត់ពន្ធនៅក្នុងឱកាសដែលដឹកអាវុធតាមឡាន JMC របស់យោធានេះពីពងផែក្រុងរាស៊ីនោះឆ្លងកាត់ភ្នំពេញដាក់អង្គរនៅភ្នំពេញដឹកយកទៅលក់ឲ្យយាកុងនៅតាមព្រំដែនរឿងនេះខ្ញុំដឹងដោយសារខ្ញុំអានសៀវភៅលោកស្រី Cross ដូច្នេះលោកលន់នល់ជានាយករដ្ឋមន្ត្រីផងជាអ្នក